ជាគួរឲ្យកោតសរសើរណាស់លោកនាយកសាលាបឋមនៅទីជនបទដាច់ស្រយាលខ្លាចជាគំរូដ៏ល្អមួយចែករំលែកគន្លឹះសំខាន់ដល់លោកនាយកលោកគ្រូអ្នកគ្រូមកពីសាលាផ្សេងដកស្រង់បទពិសោធន៍ដើម្បីអប់រំដល់សិស្សតូចឲ្យទទួលបានការសិក្សាកាន់តែប្រសើរទោះបីសាលានៅឆ្ងាយពីទីប្រជុំជនឬឆ្ងាយពីទីក្រុងក៏ដោយជួយដូចថាបនដូចថាខ្វះខាតធ្វើដូចថាចាក់សាបចាក់អីចឹងលោកគ្រូធ្វើបនផ្កាបនអីចឹងក្រុមគ្រួសារនឹងទាំងយាយទាំងចៅទាំងម៉ែឪទាំងអស់ហ្នឹងប្រមូលគ្នាចូលជាបច្ច័យទៅនឹងជួយណាជួយទៅវិញទៅមកណាលោកគ្រូអីគាត់ក៏មិនយកទៅណាដែរខ្ញុំចង់និយាយចឹងលោកគ្រូគាត់យកដើម្បីកូនចៅយើងទាំងអស់គ្នាខ្ញុំចង់និយាយចឹងឯងលោកគាត់ថាគាត់ធ្វើឲ្យអត់បានធ្វើរីចម្រើនអញ្ចឹងក៏យើងអត់មានលទ្ធភាពជួយដែរអត់កម្លាំងឯងមិនអញ្ចឹងឯងធម្មតាមនុស្សយើងជួយទៅមានពន្លឺជួយហើយបើអត់ជួយទៅល្ងិតអត់ចង់ជួយទេខ្ញុំចង់និយាយប៉ុណ្ណឹងសិស្សទីនេះគាត់មានការអភិវឌ្ឍច្រើនតាក់ទងទៅជាមួយនឹងការរៀបចំអេរិយាបថគាត់គឺបានត្រឹមត្រូវល្អបាទហើយអ្វីដែលជាការកោតសរសើរនោះគឺសាលានេះគឺជាសាលាមួយដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលពីទីប្រជុំជនពីទីរួមស្រុកក៏ដូចជាទីរួមខេត្តតកែវបាទហើយវាស្ថិតនៅតំបន់ជើងភ្នំហើយយើងសង្កេតឃើញថាឪពុកម្ដាយអាណាព្យាបាលគាត់មានជីវភាពមិនជាអ្នកសម្បូរសប្បាយទេបាទហើយសិស្សក៏មើលទៅឃើញថាវាមិនស្អាតបាតប្រហែលដែរបើគេអាចយកធ្វើការប្រៀបធៀបទៅជាមួយនឹងសិស្សនៅទីក្រុងទីប្រជុំជនតែអ្វីដែលខ្ញុំសូមធ្វើការកោតសរសើរគឺសិស្សទីនេះគឺល្អមែនទែនបាទគាត់មានវិន័យគាត់មានសណ្ដាប់ធ្នាប់ធ្វើការក្នុងវិស័យអប់រំបើកបេះដូងប្រើបេះដូងសម្រាប់ធ្វើការគឺសិស្សក្រីក្រមានបានក្រីក្រខ្ញុំអំពាវនាវសប្បុរសជនបាទចូលរួមឧបត្ថម្ភទិញសម្ភារៈជាឯកសណ្ឋានសម្រាប់សិស្សក្រីក្រតែម្ដងក្មេងៗឡើយគឺមានជំងឺទឹកនោមផ្អែមច្រើនបាទដោយសារគាត់បរិភោគនៅភេសជ្ជៈផ្អែមអញ្ចឹងយើងត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពសិស្សបាទសាលារៀនមិនមែនជារបស់គ្រូរបស់យុសាលាមិនទេសាលារៀនរបស់សហគមន៍បាទទោះបីស្ថិតនៅឆ្ងាយពីទីប្រជុំជនទីរួមស្រុកទីរួមខេត្តឆ្ងាយពីទីក្រុងក៏ពិតមែនតែសាលារៀនរដ្ឋនៅទីជនបទដាច់ស្រយាលមួយនេះពិតជាអាចធ្វើបានយ៉ាងល្អគួរឲ្យកោតសរសើរនិងយកជាគំរូតាមការបង្រៀនបានល្អសិស្សមានសណ្ដាប់ធ្នាប់ឯកសណ្ឋានស្អាតស្រស់គ្នាមិនត្រឹមតែប៉ុណ្ណោះមានកុំព្យូទ័រទំនើបសម្រាប់បង្រៀនសិស្សទៀតផងទោះនៅតំបន់នេះឪពុកម្ដាយមិនសូវជាមានជីវភាពសប្បាយសប្បាយដោយនៅទីក្រុងក្ដីក៏ពួកគាត់បានចូលរួមជាមួយលោកគ្រូអ្នកគ្រូបញ្ជូនកូនមករៀនបានយ៉ាងល្អប្រសើរលោកទូចវណ្ណីនាយកសាលាបឋមសិក្សាស្រាយជើងរាសបានឲ្យដឹងថាដើម្បីឲ្យការអប់រំបានល្អគឺលោកគ្រូអ្នកគ្រូត្រូវធ្វើដោយបេះដូងធ្វើដោយក្ដីស្រឡាញ់និងត្រូវមានការចូលរួមពីសហគមន៍ជាសំខាន់គឺយើងត្រូវដាក់ចិត្តដាក់កាយបាទបម្រើក្នុងវិស័យអប់រំបាទធ្វើការដោយប្រើបេះដូងបាទហ្នឹងគឺយើងនិយាយមួយម៉ាត់ថាធ្វើការក្នុងវិស័យអប់រំបើកបេះដូងប្រើបេះដូងសម្រាប់ធ្វើការគឺអប់រំសិស្សានុសិស្សបង្រៀនពួកគាត់ធ្វើយ៉ាងណាឲ្យបានទទួលនៅចំណេះដឹងចំណេះចិត្តធ្វើនិងឥរិយាបថទី1គឺយើងនិយាយអំពីគ្រូបាទគ្រូបើកបេះដូងធ្វើការទី2យើងអញ្ជើញអ្នកអាណាព្យាបាលសិស្សបាទតែគាត់អញ្ជើញចូលរួមប្រជុំយើងរៀបរាប់ពីតម្រូវការសាលាក៏ដូចជាបញ្ហាសិក្សារបស់កូនបាទដល់ពួកគាត់ឲ្យបានដឹងពេលនោះគាត់នឹងមានការចូលរួមកត្តាសំខាន់ទី1គឺគ្រូបង្រៀននិងសាលារៀនមានបរិស្ថានស្អាតគ្រូបង្រៀនប្រកបដោយគុណវុឌ្ឍិវិធីសាស្ត្រក្នុងការបង្រៀនធ្វើសិស្សឆាប់ចេះបាទទី2ការចូលរួមបាទរបស់មេដាបេដាសិស្សជាសហគមន៍ទី3គឺសហគមន៍មូលដ្ឋានជុំវិញទាំងអស់ជំរុញលើកទឹកចិត្តនិងចូលរួមយ៉ាងសកម្មបានធ្វើឲ្យអ្វីដែលយើងធ្វើទាំងអស់នេះគឺចង់បានតែម្យ៉ាងគឺលទ្ធផលសិក្សារបស់សិស្សគឺសិស្សរៀនចេះរៀនជាប់ប្រឡងជាប់ទៅនឹងឯងទាំងគ្រូទាំងសិស្សទាំងអាណាព្យាបាលសិស្សហ្នឹងគឺធ្វើយ៉ាងណាដឹកនាំគាត់ឲ្យកែប្រែអរិយាបថបាទគឺជំរុញឲ្យគាត់ចូលរួមហើយកែប្រែអរិយាបថទៅទង្វើដែលគាត់ធ្វើហ្នឹងព្រោះថាគាត់មានការខ្វះខាតសាលាដូចជាខ្ញុំអីចឹងខ្ញុំចូលរួមឧបត្ថម្ភគាត់បាទថាឲ្យឯកសណ្ឋានសិស្សអត់មានស្លៀកចឹងគាត់ជាសិស្សក្រីក្រអត់មានបានក្រីក្រខ្ញុំអំពាវនាវសប្បុរសជនបាទចូលរួមឧបត្ថម្ភទិញសម្ភារៈជាឯកសណ្ឋានសម្រាប់សិស្សក្រីក្រតែម្ដងហើយជួយគាត់អ្វីដែលយើងខិតខំនេះគឺយើងជួយបានយើងជួយបាទពេលខ្លះយើងជីវភាពគាត់ខ្វះខាតតម្រូវការច្រើនគាត់ត្រូវការកូនជួយធ្វើការធ្វើអីតែយើងត្រូវតែព្យាយាមទៅតាមបញ្យលណែនាំគាត់ដើម្បីអនាគតកូនរបស់គាត់ទៅថ្ងៃមុខទេគឺយើងធ្វើនេះគឺដើម្បីពួកគាត់ទាំងអស់មិនមែនដើម្បីខ្លួនខ្ញុំក៏មិនមែនដើម្បីគ្រូបង្រៀនតែគឺដើម្បីសិស្សទាំងអស់តែម្ដងទៅថ្ងៃអនាគតពួកខ្ញុំតលទីតាំងរបស់ខ្ញុំនេះគឺវាតំបន់ដាច់ស្រយាលឆ្ងាយបាទបំផុតទៅដល់ជើងភ្នំអញ្ចឹងមិនថាខ្ញុំទេខ្ញុំគិតថានៅសាលាផ្សេងនៅតំបន់ឆ្ងាយដូចខ្ញុំចឹងដែរអញ្ចឹងខ្ញុំសូមទទូចសុំក៏ដូចជាលើកទឹកចិត្តដល់លោកនាយកលោកគ្រូអ្នកគ្រូទាំងអស់ដែលមានសាលាស្ថិតនៅក្នុងតំបន់ដាច់ស្រយាលតំបន់ជួបការលំបាកបាទយើងធ្វើយ៉ាងម៉េចយើងបណ្ដុះចិត្តយើងបាទប្រើចិត្តប្រើបេះដូងរបស់យើងយកចិត្តទុកដាក់បង្រៀនគាត់បាទខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងសាលាហ្នឹងឲ្យមានភាពល្អប្រសើរសម្រាប់ជាទីសិក្សារបស់សិស្សហើយយ៉ាងណាមិញទៀតធ្វើម៉េចកូនសិស្សយើងត្រូវយកចិត្តទុកដាក់បង្រៀនឲ្យខ្លាចជាមូលធនបាទមនុស្សនៅឆ្នាំ2050ខាងមុខពេញលេញតែម្ដងការអប់រំអរិយាប័ត្របាទយើងបណ្ដុះ
ហើយយ៉ាបត់សិស្សឲ្យចេះសំពះចេះគោរពចេះជំរាបសួរជំរាបលាបាទស្គាល់ចាស់ស្គាល់ទុំទាំងអស់ហ្នឹងគឺជាអ្វីដែលយើងត្រូវធ្វើទី3គឺយើងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់កុមារបាទដោយសារយើងឃើញថាដូចសម្ដេចបវរធម្មដីគាត់មានប្រសាសន៍អញ្ចឹងគឺបញ្ហាសិស្សក្មេងៗឡូវគឺមានជំងឺទឹកនោមផ្អែមច្រើនបាទដោយសារគាត់បរិភោគនៅភេសជ្ជៈផ្អែមអញ្ចឹងយើងត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពសិស្សបាទទាំងមកសាលារៀនក៏ដូចជាយើងបណ្ដាំផ្ញើទៅផ្ទះហើយក៏អញ្ជើញអាណាព្យាបាលមកបញ្យល់ប្រាប់គាត់នៅផ្ទះត្រូវមើលកូនរបៀបមិនដែរដើម្បីឲ្យគាត់មានសុខភាពល្អបាទចំណុចមួយទៀតគឺការចូលរួមរបស់សហគមន៍តែម្ដងបាទទីណាក៏ដោយបាទសាលារៀនមិនមែនជារបស់គ្រូរបស់យុវសាលាទេសាលារៀនរបស់សហគមន៍បាទសាលារៀនសហគមន៍បាទគឺគាត់ជាអ្នកមើលជាអ្នកគ្រប់គ្រងជាអ្នកជួយឆ្លងដើមបាទយើងមានប្រធានគណៈកម្មការនេះជាសហគមន៍មួយដើម្បីជួយក្នុងកិច្ចការនេះបាទនៅក្នុងសាលារៀនផ្ទាល់ដើម្បីឲ្យសាលារៀនមានការអភិវឌ្ឍរីកចម្រើនក៏ដូចជាគាត់អាចដឹងផ្សេងពីលទ្ធផលសិក្សារបស់សិស្សពីចំណូលចំណាយនៅក្នុងសាលារៀនគឺគាត់មានការទទួលខុសត្រូវច្រើនគ្រូបង្រៀនគ្រាន់តែជាអ្នកបច្ចេកទេសមួយក្នុងការបង្រៀនទេបាទគឺសាលាគឺសហគមន៍ជាអ្នកដឹកនាំគ្រប់គ្រងតែយុវសាលាគឺជាគណៈគ្រប់គ្រងរបស់គ្រូបាទតែដោយឡែកសាលាគឺរបស់សហគមន៍បាទចំពោះអង្គភាពមួយមិនថាសាលារៀនគឺនិយាយថាអង្គភាពមួយដែលមានការអភិវឌ្ឍរីកចម្រើនទី1គឺកត្តាទៅថាសាលារៀនគឺយុវសាលាបាទត្រូវមានឆន្ទៈមានយុទ្ធសាស្ត្រមានវិធីសាស្ត្របាទក្នុងការដឹកនាំគ្រប់គ្រងបាទធ្វើម៉េចឲ្យសាលារៀនមានការរីកចម្រើនធ្វើម៉េចឲ្យគ្រូបាទអនុវត្តវិធីសាស្ត្របង្រៀនរៀនទៅសិស្សចេះទទួលបានជោគជ័យបាទទី2គឺការគ្រប់គ្រងពីផ្នែកខាងក្រៅបានមានអាណាព្យាបាលសិស្សបាទសហគមន៍គាត់គ្រប់គ្រងចូលដល់សាលារៀនជាធាតុចូលសំខាន់តែខ្វះមិនបានគឺសហគមន៍និងសប្បុរសជនបាទដោយសាលាខ្ញុំភាគច្រើនគឺបានសប្បុរសជនគាត់ចូលរួមឧបត្ថម្ភគ្រប់គ្រងហើយក៏ប៉ុន្តែក៏នៅតែមានចំណុចខ្វះខាតជាច្រើននៅសាលារៀនខ្ញុំក៏នៅតែមានដែរអញ្ចឹងសំណូមពររបស់ខ្ញុំគឺសូមឲ្យសប្បុរសជនបាទចិត្តឆ្ងាយតែចូលរួមឧបត្ថម្ភគ្រប់គ្រងបន្ថែមទៀតដើម្បីអភិវឌ្ឍសាលារៀននេះឲ្យមានការអភិវឌ្ឍបន្ថែមល្អជាងនឹងបន្ថែមទៀតអ៊ំស្រីឡៃណាតដែលបានបញ្ជូនចៅមករៀននៅសាលានេះបានឲ្យដឹងដោយក្តីរំភើបរីករាយថាខ្ញុំត្រេកអរនឹងលោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងណាដើម្បីបញ្យល់ឲ្យកូនចៅដែលនៅស្រែចង្រះទាំងមូលនេះបានសិក្សាល្អមែនហើយតាមទៀងទាត់គាត់បញ្យល់ច្បាស់ល្អណាស់ទាំងតាមខ្ញុំដឹងណាតែបើគេពីណាពីណីមកគេថាមិនក៏ខ្ញុំអត់ដឹងខ្ញុំដឹងថានេះល្អមកលោកគ្រូអ្នកគ្រូនេះគឺគំរូល្អតែប៉ុណ្ណឹងគ្រូឧទាហរណ៍ថាបើមានបនមានអីចឹងជួយជាថាការអីជួយចឹងរហូតដល់គ្រូជួយដូចថាបនដូចថាខ្វះខាតធ្វើដូចថាចាក់សាបចាក់អីចឹងលោកគ្រូធ្វើបនផ្កាបនអីចឹងក្រុមគ្រួសារនឹងទាំងយាយទាំងចៅទាំងម៉ែឪទាំងអស់ហ្នឹងប្រមូលគ្នាចូលជាបច្ច័យទៅនឹងជួយណាជួយទៅវិញទៅមកនៅលោកគ្រូអីគាត់ក៏មិនយកទៅណាដែរខ្ញុំចង់និយាយចឹងលោកគ្រូគាត់យកដើម្បីកូនចៅយើងទាំងអស់គ្នាខ្ញុំចង់និយាយចឹងឯងមកគាត់ថាគាត់ធ្វើឲ្យអត់បានធ្វើរីកចម្រើនអញ្ចឹងក៏យើងអត់មានលទ្ធភាពជួយដែរអត់កម្លាំងឯងមិនអញ្ចឹងឯងធម្មតាមនុស្សយើងជួយទៅមានពន្លឺជួយហើយបើអត់ជួយទៅល្ងិតអត់ចង់ជួយទេខ្ញុំចង់និយាយប៉ុណ្ណឹងខ្ញុំឃើញល្អមានផាសុខភាពល្អមានកន្លែងក្មេងលេងមានទឹកស្អាតមានបន្ទប់ទឹកល្អមានរបាំមានអីចឹងគ្រប់សពលោកគ្រូមានរបាំលោកគ្រូប្រហាត់បរៀនឲ្យចេះដឹងគ្រប់គ្នាអញ្ចឹងណាខ្ញុំឃើញតែប៉ុណ្្នឹងតែរឿងមិនទៅមុខអីខ្ញុំបានឃើញតែប៉ុណ្្នឹងខ្ញុំឃើញតែលោកគ្រូធ្វើឲ្យល្អមានកន្លែងច្បូលាងដៃអញ្ចឹងណាមានបញ្ចប់របស់គាត់រៀបចំរបាំអីចឹងឃើញតែប៉ុណ្្នឹងឯងដោយឡែកលោកខៀវយូវ៉ាណេតគ្រូបង្គោលតំបន់5បានដឹកនាំលោកគ្រូអ្នកគ្រូពីខេត្តកំពង់ចាមមកទស្សនកិច្ចសិក្សាជាក់ស្ដែងដល់ទីតាំងផ្ទាល់នៃសាលាបឋមសិក្សាស្រែជើងរាសបានមានប្រសាសន៍ឲ្យដឹងថាសាលាបឋមសិក្សាស្រែជើងរាសគឺជាអតីតសាលាដែលខ្ញុំបានធ្វើការគ្រប់គ្រងកាលពីសាលាដែលយើងរើសនៅក្នុងជំនាញទី1បាទខ្ញុំធ្វើការនៅទីនេះពេញមួយឆ្នាំក្នុងការជួយគ្រប់គ្រងធ្វើយ៉ាងណាឲ្យសាលានេះមានការអភិវឌ្ឍដល់ឆ្នាំទី2នេះគឺខ្ញុំបានត្រូវទទួលភារៈទៅមើលនៅក្នុងតំបន់5ដែលមាន6ខេត្តបាទខ្ញុំសូមចាប់ដល់ទៀតគឺមានខេត្តកំពង់ចាមត្បូងឃ្មុំពិជ័យមណ្ឌលគិរីរតនគិរីហើយនិងស្ទឹងត្រែងជាងអ្វីដែលខ្ញុំចង់បង្កើតឲ្យមានកម្មវិធីនេះឡើងដែលខ្ញុំយល់ឃើញថាសិស្សទីនេះគាត់មានការអភិវឌ្ឍច្រើនតាក់ទងទៅជាមួយនឹងការរៀបចំអរិយាប័ត្រគាត់គឺបានត្រឹមត្រូវល្អបាទហើយអ្វីដែលជាការកោតសរសើរនោះគឺសាលានេះគឺជាសាលាមួយដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលពីទីប្រជុំជនពីទីរួមស្រុកក៏ដូចជាទីរួមខេត្តតកែវបាទហើយវាស្ថិតនៅតំបន់ជើងភ្នំហើយយើងសង្កេតឃើញថាឪពុកម្ដាយអាណាព្យាបាលគាត់មានជីវភាពមិនជាអ្នកសម្បូរសម្បាយទេបាទហើយសិស្សក៏មើលទៅឃើញថាវាមិនស្អាតបាតប្រហែលដែរបើគេអាចយើងធ្វើការប្រៀបធៀបទៅជាមួយនឹងសិស្សនៅទីក្រុងទីប្រជុំជនតែអ្វីដែលខ្ញុំសូមធ្វើការកោតសរសើរគឺសិស្សទីនេះគឺល្អមែនទែនបាទគាត់មានវិន័យគាត់មានសណ្ដាប់ធ្នាប់ហើយដែលយើងកំពុងតែប្រើប្រាស់ពាក្យថាគោលការណ៍អនុសកលដែលថាស្អាតរបៀបសុភាពទៀងពេលនេះគឺជាការត្រឹមត្រូវអញ្ចឹងទេបានខ្ញុំគិតថាយើងគួរតែមានកម្មវិធីនេះមួយដើម្បីធ្វើការទស្សនាកិច្ចហើយយើងនឹងធ្វើការសង្កេតទៅលើអ្វីដែលជាគោលការណ៍នៅក្នុងពលិទាំង4របស់គណៈកម្មាធិការជាតិដែលកំពុងតែធ្វើការនៅក្នុងសាលាគោលដៅយើងទាំង161
ខ្ញុំយល់ថាចំណុចដែលលោកគ្រូអ្នកគ្រូអាចយកទៅនេះបានជាបទពិសោធន៍អាចបង្កើនហៅថាភាពច្នៃប្រឌិតទៅដល់លោកគ្រូអ្នកគ្រូនៅក្នុងសាលាគោលដៅ5នៅក្នុងតំបន់5របស់ខេត្តកំពង់ចាមគាត់នឹងអាចនឹងយកនៅបទពិសោធន៍ទៅនេះបានហើយអាចនឹងគាត់នឹងធ្វើការច្នៃទៅលើសិស្សរបស់គាត់ដែលពេលគាត់ត្រឡប់ទៅមូលដ្ឋានវិញខ្ញុំគិតថាអាចធ្វើបានមែនតើគឺសាលារៀនបើខ្វះការចូលរួមពីសហគមន៍មិនអាចដំណើរការបានទេបាទមិនអាចដំណើរការបាននេះពីព្រោះថាធម្មតាសាលារៀនវាអត់អាចដាច់ឆ្ងាយពីសហគមន៍នេះដោយសារអីដោយសារតែបើសិនជាយើងមានសាលារៀនហើយអត់មានសហគមន៍ក្នុងការបញ្ជូនកូនគាត់មករៀនអានោះគឺវាអត់បង្កើនសាលារៀនអត់បានការអីទេបាទអញ្ចឹងហើយយើងថាយើងបានរៀបចំកម្មវិធីហ្នឹងគឺសាលារៀនត្រូវតែមានចាំបាច់ណាស់ដើម្បីការចូលរួមពីសហគមន៍ពីព្រោះបើកាលណាមានសហគមន៍គឺសាលាមានការរីកចម្រើនគ្រប់តម្រូវការរបស់សាលារៀនគឺនៅទីនេះគឺមានការចូលរួមពីឪពុកម្ដាយហើយដែលធ្វើឲ្យគាត់ថាយើងមើលឃើញចាក់ស្ដែងទោះបីថានៅតំបន់ដាច់ស្រយាលទីណាក៏ដោយគឺថាឲ្យតែមានការចូលរួមពីសហគមន៍ឃើញថាសាលាមានការរីកចម្រើននេះគឺជាសក្ខីភាពបញ្ជាក់មួយជូនទៅដល់ជាបទពិសោធន៍មួយជូនទៅដល់លោកគ្រូអ្នកគ្រូនៅក្នុងសាលាគោលដៅទាំង5នៅក្នុងខេត្តកំពង់ចាមដែលមានឱកាសនឹងបានមកទស្សនកិច្ចនៅថ្ងៃនេះគាត់បានយល់ថាការចូលរួមរបស់សហគមន៍ពិតជាមានសារៈសំខាន់គួរបញ្ជាក់ថាកាលពីថ្ងៃទី31ខែមីនាកន្លងទៅលោកនាយកលោកគ្រូអ្នកគ្រូមកពីសាលាចំនួន10នៅខេត្តកំពង់ចាមនិងខេត្តកណ្ដាលបានចុះមកទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ល្អៗពីសាលាស្រែជើងរាសដើម្បីយកទៅអនុវត្តបន្ថែមនៅសាលារបស់ខ្លួនពីខេត្តកំពង់ចាមលោកនាយកលោកគ្រូអ្នកគ្រូរួមមានមកពីសាលាបឋមសិក្សាអង្គរសាលាបឋមសិក្សាតេសិនសាលាបឋមសិក្សាឧត្តរសាលាបឋមសិក្សាភ្នំប្រុសនិងសាលាបឋមសិក្សាហ៊ុនណេងបឹងស្នៃចំណែកខេត្តកណ្ដាលរួមមានមកពីសាលាបឋមសិក្សាព្រៃផ្ដៅសាលាបឋមសិក្សាព្រៃទទឹងសាលាបឋមសិក្សាវត្តថ្នោតសាលាបឋមសិក្សាទួលសាលានិងសាលាបឋមសិក្សាដំណាក់អំពិល